នៅចុងសប្តាហ៍នេះពលគឺនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ជំនួបដែលអ្នកគាំទ្រគុណខ្មែរទន្ទឹងរង់ចាំនឹងកើតឡើងហើយគឺរវាងក្របីព្រៃពេជ្រសម្បត្តិប៉ះជាមួយនឹងមនុស្សឈើសុកធីជំនួបអ្នកទាំងពីរនេះក៏មានការទន្ទឹងរង់ចាំយ៉ាងច្រើនកកមែនទែនពីសំណាក់អ្នកគាំទ្រគុណខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកថាតើរវាងអ្នកលេងកណ្ដាប់ដៃចិត្តសឿងពេជ្រសម្បត្តិត្រូវប៉ះជាមួយនឹងលេងក្បាច់សុកធីនរណានឹងទទួលបានជ័យជំនះមិនត្រឹមតែមហាជនគុណខ្មែរដែលកំពុងតែទុះទាយទុកសម្រាប់ជ័យជំនះរបស់អ្នកទាំងពីរមុនការប្រកួតគ្នានោះទេក្នុងនោះកីឡាករគ្រូបង្វឹកជាច្រើនដែលស្ថិតនៅក្នុងវិស័យកីឡាបណ្ដាលគុណខ្មែរក៏បានព្យាករណ៍ទុកជាមុនថាអ្នកនេះមានភាគរយឈ្នះអ្នកនោះមានភាគរយឈ្នះផងដែរមុនជំនួបរវាងពេជ្រសម្បត្តិនិងសុកធីកើតឡើងនៅលើស្ថានីយ៍ទូរទស្សន៍ហងមាសគ្រូបង្វឹកនៅក្លឹបសេនមន្ថេនប៉ែនកៈគុណខ្មែរនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃគឺលោកគ្រូសេនមន្ថេនក៏បានលើកឡើងពីចំណុចសំខាន់នៃការប្រកួតរបស់អ្នកទាំងពីរផងដែរហើយលោកគ្រូសេនមន្ថេនបានបន្ថែមថាបើឲ្យលោកទូទាយថាតើនរណាទទួលបានជ័យជំនះនៅក្នុងការប្រកួតដ៏កម្រនេះលោកសុំមិននិយាយអ្វីទាំងអស់ហើយលោកឲ្យភាគរយ50ស្មើដូចគ្នាសម្រាប់ការប្រកួតនេះពីព្រោះថាអ្នកទាំងពីរគឺសុទ្ធសឹងតែមានរបៀបវាយល្អដូចគ្នាបើអ្នកណាភ្លាត់អ្នកនោះហើយនឹងទទួលបរាជ័យគូទាំងពីរនេះបើមិនមានការរាប់ឬក៏សម្លាប់ទេអាចនឹងពិបាកក្នុងការផ្ដល់ពិន្ទុមែនទែនសម្រាប់ចៅក្រមទាំង5និងគណៈវិនិច្ឆ័យដែលទទួលភារៈដឹកនាំនៃការប្រកួតមួយនោះចង់ដឹងលម្អិតយ៉ាងណានោះយើងទៅស្ដាប់ការលើកឡើងរបស់លោកគ្រូសេនប៊ុនថេនទាំងអស់គ្នាគូនេះគូគិតដែរគូនឹងខ្ញុំគិតថាគូនឹងខ្ញុំគិត50-50ហើយគូនឹង50-50ហើយព្រោះល្អប៉ះស្អាតហ្នឹងល្អប៉ះស្អាតហ្នឹងហើយបាទគូនិយាយពីចំណុចអ្នកទាំងពីរនេះបើឥឡូវប៉ះគ្នាក៏ប៉ះគ្នាគូអាចនិយាយបានថាមិនអ្នកណាមិនទេបាទទី1ពាក់ព័ន្ធជាមួយសុធីគឺកីឡាករគាត់គឺជាកីឡាករល្អក្បាច់ហើយកីឡាករប្រភេទកីឡាករវាយឆ្លាតហើយកីឡាករហត់ក៏ជាកីឡាករម្នាក់ដែលឆ្លងកាត់បទពិសោធន៍ធំជាច្រើនផងដែរកម្មសេវិនធំជាច្រើនផងដែរហើយជាក់ស្ដែងនិយាយចំកីឡាករគាត់គឺកីឡាករគ្រប់គ្រឿងបាទទាំងមានចង្វាក់ទាត់ចង្វាក់ម៉ាត់ចង្វាក់កែងចង្វាក់ជង្គង់គឺគាត់មានទាំងអស់ហើយជាក់ស្ដែងបើសម្បត្តិវិញគាត់កីឡាករជាប្រភេទកីឡាករធន់គ្រប់កីឡាករធន់អាវុធធ្ងន់ហើយនិយាយចំកីឡាករគាត់គឺជាកីឡាករវាហៅថាកីឡាករពេញទឹកគឺកីឡាករពីរហ្នឹងគឺនិយាយចំដឹងតែក្រៅដឹងតែក្រៅតែបើពាក់ព័ន្ធជាមួយនឹងការឈ្នះចាញ់គឺខ្ញុំបាក់និយាយសុំ50-50បាទព្រោះមានក្បាច់ដូចគ្នាមានបាយសម្លាប់ដូចគ្នាបាទសុធីគាត់ថយក៏គាត់មិនថយរត់ទេណាគាត់ថយទៅបន្តិចគាត់គិតឆាតតែបន្តិចចេញចូលវាយតែប្រហែលអាចនឹងគ្រោះថ្នាក់មកគាត់ដែរដូចគ្នាបាទខ្ញុំគិតថាគឺពីរនេះមិនស្លាប់ទេខ្ញុំគិតថាពីរហ្នឹងវាពិបាកនឹងស្លាប់គូនេះខ្ញុំគិតថាវាពេញ5ទឹកហើយតែគ្រាន់តែបើទឹក4ទឹក5ខ្ញុំគិតថាប្រហែលជាអាចពិបាករបស់សុធីបន្តិចទឹក4ទឹក5ណាបាទខ្ញុំគិតថាបើសិនជាសម្បត្តិអាចធ្វើសុធីបានធ្វើបានទឹក1ទឹក2អាចបើវាយឲ្យខូចក៏ពិបាកនឹងទឹក4ទឹក5បន្តិចហ្នឹងហើយព្រោះដោយសារ4 5ខ្ញុំជឿថាសុធីតាមតោងគាត់តោង3ក្នុងហើយក៏បាច់ក៏ដែរបាទខ្ញុំចាំអត់មើលទាំងអស់គ្នាហ្នឹងព្រោះគូគឺគូដែលស្វិតស្វាញជាគូដែលបងប្អូនយើងទាំងរងចាំទាំងអស់គ្នាសូម្បីតែខ្ញុំក៏ទាំងរងចាំមើលគូហ្នឹងដែរបាទ